គេអាចសាមញ្ញបពួកមកកាន់ពិភពពិតបានបែបនេះនៅពេលដែលសាមញ្ញជាងអុកឲ្យរាយការណ៍រឿងនេះទៅប៉ូលីសកូសាច់ស្រាប់តែប្រាប់យ៉ាងរំភើយថាគេអាចលីអានឹងយកទៅបោះចោលនៅកន្លែងឆ្ងាយដើម្បីកំទេចចោលជំនួសវិញទន្ទឹមនឹងនេះដែរនៅ Awakening Management Department ប្រធានក្រុមយន្ត Wang Il កំពុងតែពិនិត្យមើលបច្ចុប្បន្នភាពចុងក្រោយបង្អស់ទាក់ទងនឹងគោលដៅអន្តរភាពកម្ពុជារបស់ពួកគេទាំងអន្តរសាគាត់បានសួរនាំកូនចៅរបស់គាត់អំពីសកម្មភាពថ្មីៗរបស់ Player បងដោយចង់ដឹងយ៉ាងខ្លាំងថាតើយុវជនរូបនេះបានទិញឧបករណ៍ប្រភេទណាខ្លះនៅពេលដឹង Player រូបនេះបានទិញខែលតូចមួយប្រធានក្រុមបានស្រមៃឃើញអ្នកប្រយុទ្ធពាក់ក្រោះធ្ងន់ភ្លាមរួចព្យាយាមទាយពី Combat Class ពិតប្រាកដរបស់គេដោយរៀបចំចិត្តយ៉ាងមុតមមដើម្បីការពារគេគាត់បានបដិញ្ញាចិត្តថានឹងស្វែងរកគ្រប់លេសទាំងអស់ដើម្បីផ្ដល់ឈុតការពារកម្រិតកំពូលឲ្យទៅ Player បងប៉ុន្តែនៅពេលដែលគាត់កំពុងរៀបចំផែនការបន្ទាប់ទូរស័ព្ទរបស់គាត់ស្រាប់តែរលឡើងដោយសារការហៅចូលជាបន្ទាន់ពី Police Player Task Force ពេលគាត់ស្ដាប់សំឡេងពីខ្សែខាងទៀតភ្នែករបស់គាត់បានបើកធំៗដោយភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះព័ត៌មានដ៏គួរឲ្យព្រួយបារម្ភដែលគាត់បានទទួលសំឡេងស៊ីរ៉ែនបានបន្លឺឡើងពេញរាត្រីដ៏ស្ងប់ស្ងាត់ខណៈដែលរថយន្តសង្គ្រោះបន្ទាន់បានប្រញាប់ប្រញាល់ឆ្លងកាត់ផ្លូវក្នុងក្រុងសម្ដៅទៅកាន់កន្លែងកើតហេតុយន្ត Wang Il បានរត់ឡើងជានួតទាំងភ័យបុកពោះរួចជាប្រដាស់ខ្លួនឯងដែលមិនបានចុះកិច្ចសន្យាអ៊ីលីជាមួយ Player បងឲ្យបានលឿនជាងនេះដោយពេញដោយភាពភ័យខ្លាចចំពោះអ្វីដែលតម្រូវឲ្យកើតឡើងចំពោះ Player Civil រូបនេះគាត់បានប្រមូលអារម្មណ៍ខណៈពេលដែលគាត់ដើរចូលទៅជិតទ្វារ Apartment ទោះជាយ៉ាងណាក៏ដោយនៅពេលទៅដល់កន្លែងកើតហេតុគាត់បានឃើញប៉ូលីសកំពុងឃាត់ខ្លួនឆយហូសូកដែលកំពុងមានស្នាមរបួសជាទម្ងន់និងកំពុងភ្ញាក់ដឹងខ្លួនឡើងទាំងងឿងឆ្ងល់ជាខ្លាំងចំពោះការចាប់ខ្លួនភ្លាមៗនេះអាជនល្មើសរូបនោះបានព្យាយាមផ្លាស់ប្ដូរស្ថានភាពភ្លាមៗដោយស្រែកប្រាប់មន្ត្រីប៉ូលីសទាំងភ័យឆ្លេឆ្លាតថាវានេះទេជាជនរងគ្រោះពិតប្រាកដដែរត្រូវបានគេចាប់ជំរិតវាញ័រញាក់ដោយសារតែគំនិតគួរឲ្យភ័យខ្លាចនៃការត្រូវជាប់ពន្ធនាគារដោយដឹងច្បាស់ថាអាជីពជាជនល្មើសរបស់វាត្រូវជាប់សពគ្រប់ហើយនៅពេលដែលប៉ូលីសកំពុងរៀបចំបញ្ជូនគ្រប់គ្នាចេញទៅសម្លេងដ៏ខ្លាំងកងរពងមួយបានបញ្ជាឲ្យពួកគេរងចាំមួយផ្លេតតែមុខរបស់ឆយហូសូបានភ្លឺថ្លាឡើងដោយភាពធូរស្រាលពេលដែលគេស្គាល់មន្ត្រីដែលទើបតែមកដល់ដោយគិតថាខ្លួនត្រូវបានគេជួយសង្គ្រោះហើយយជុង Wang Il បានដើរយ៉ាងស្វាហាប់ចូលទៅក្នុងបន្ទប់ដោយទឹកមុខរបស់គាត់ស្រអាប់និងគ្មានការអត់ឱនទាល់តែសោះនៅពេលគាត់ដើរចូលទៅជិតជនសង្ស័យដោយគ្មានការប្រមានទុកមុនកម្លាំងកំភ្លៀងយ៉ាងមុតមមនិងបន្លឺឡើងពេញបន្ទប់បានកាត់ផ្ដាច់លេសដ៏គួរឲ្យសង្វេគរបស់អាជនល្មើសនោះទាំងស្រុងកម្លាំងនៃកំភ្លៀងនោះបានធ្វើឲ្យអាចោរនោះដួលរលំទៅលើដីយ៉ាងធ្ងន់ធ្ងរបន្សល់ទុកឲ្យវានៅស្រមៃនិងអង្អែលថ្ពាល់ដែលកំពុងក្រហល់ក្រហាយរបស់វាប្រធានក្រុមបានស្ដីបន្ទោសវាយ៉ាងខ្លាំងចំពោះភាពក្លាហានខុសរឿងរបស់វាដោយទាមទារចង់ដឹងថាតើវាហ៊ានយ៉ាងណាបានជាប៉ងសម្រាប់ player ដូចគ្នាបែបនេះដោយមិនខ្វល់ពីពាក្យអង្វរករយ៉ាងអន្ទះសាររបស់អាជនល្មើសអំពី player level របស់វានោះទេយន្ត Wang Il បានបញ្ជាទៅកាន់មន្ត្រីប៉ូលីសយ៉ាងត្រជាក់ត្រជុំឲ្យយកសម្រាមនេះចេញទៅអាជនល្មើសបានសម្លឹងមើលត្រឡប់មកវិញទាំងមិនជឿភ្នែកដោយដឹងខ្លួនថាពាក្យពេចន៍របស់វាគឺគ្មានន័យអ្វីទាល់តែសោះសម្រាប់ពួកគេប្រធានក្រុមបានបន្ថែមថា National Intelligence Service នឹងមកទទួលខុសត្រូវបន្តដែលធ្វើឲ្យទម្ងន់នៃស្ថានភាពនេះកាន់តែធ្ងន់ធ្ងរឡើងដោយដឹងថា NIS គឺសាហាវខុសខើណាស់ចំពោះបទល្មើសដែលពាក់ព័ន្ធនឹង player អាជនល្មើសនោះបានអង្វរសុំក្តីមេត្តាយ៉ាងអន្ទះសារដោយបោះបង់ចោលរឹកពីកាច់សាហាវរបស់វាមួយរំពេចប៉ុន្តែ John Wang Il មិនជឿពាក្យវានោះទេដោយបានថ្លែងយ៉ាងមុតមមថាពួកគេនឹងវេកមុខកកាយរាល់បទល្មើសទាំងអស់ដែលអាជនល្មើសធ្លាប់សាងពីមុនមកអាចៅនោះបានត្រឹមតែយំសោកដោយភាពភ័យខ្លាចនៅពេលដែលខ្នោះដៃត្រូវបានរឹតបន្តឹងដោយដឹងថាគ្មានមេធាវីណាម្នាក់សុខចិត្តចេញមុខមកការពារវានោះទេដោយងាកចេញពីអាជនល្មើសខ្សែភ្នែកដ៏ស្រទន់និងការពាររបស់ប្រធានក្រុមបានប្រែជាទន់ភ្លន់នៅពេលដែលគាត់ផ្ដោតអារម្មណ៍ទាំងស្រុងទៅលើសាមណឺវ័យក្មេងពលិះបងបានសម្លឹងមើលត្រឡប់ទៅវិញដោយភ្នែកបើកធំៗរួចគិតក្នុងចិត្តស្ងាត់ៗថាទឹកមុខរបស់ប្រធានក្រុមគឺពិតជាគួរឲ្យខ្លាចខ្លាំងណាស់នៅពេលដែលគាត់ខឹងដោយមានអារម្មណ៍ធូរស្រាលយ៉ាងខ្លាំងដែលយុវជនរូបនេះមិនមានគ្រោះថ្នាក់អ្វីជន Wang Il បានអោនក្បាលចុះទាបរួចពោលពាក្យសុំទោសយ៉ាងស្មោះស្ម័គ្រដែលបណ្ដោយឲ្យរឿងនេះកើតឡើងគាត់បានបដិញ្ញាចិត្តក្នុងចិត្តថាគាត់មិនអាចពន្យាពេលកិច្ចសន្យាអេលីទៀតបានទេដោយទទួលស្គាល់ថាគាត់ត្រូវតែការពារ player ដ៏មានតម្លៃរូបនេះឲ្យទាល់តែបាននៅថ្ងៃបន្ទាប់ Summoner បានសួរនាំបកពួកដ៏មានអំណាចរបស់គេដោយសួរនាំថាតើមានរឿងអ្វីប្លែកកើតឡើងដែរឬទេបន្ទាប់ពីប៉ូលីសបាននាំខ្លួនអាជនល្មើសនោះចេញទៅដោយឈរនៅលើដំបូលផ្ទះគេបានឆ្ងល់យ៉ាងរំភើយថាតើអាម្នាក់នោះនឹងត្រូវប្រឈមមុខនឹងទោសប្រហារជីវិតដែរឬទេខណៈដែលបកពួករបស់គេគ្រាន់តែប្រាប់ឲ្យគេកុំខ្វល់ខ្វាយពីវាអីដោយសម្រេចចិត្តផ្ដោតលើភារកិច្ចចំពោះមុខ Summoner វ័យក្មេងបានរៀបចំខ្លួនចូលទៅក្នុង Tower ដោយត្រៀមខ្លួនជាស្រេចដើម្បីសាកល្បងសមត្ថភាពដែលកំពុងកើនឡើងរបស់គេការជួបនឹង system ដ៏ភ្លឺច្បាស់មួយបានលេចឡើងដែលបញ្ជាក់ថា Barbarian Meatball ត្រូវបាន summon ចូលមកកាន់ពិភពពិតដោយជោគជ័យអ្នកប្រយុទ្ធដែលមានសាច់ដុំធំសម្បើមបានលេចឡើងក្នុងចំណោមពន្លឺផ្កាយដែលធ្វើឲ្យ Summoner ភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះចំនួនផ្កាយដ៏ច្រើនសន្ធឹកសន្ធាប់ដែលអណ្ដែតជុំវិញខ្លួនគេជាមួយនឹងបកពួកដ៏ខ្លាំងក្លាថ្មីដែលឈរយ៉ាងខ្ពស់ស្កឹមស្កៃនៅក្បែរគេពួកគេបានឈានជើងទៅមុខខណៈដែល system បានប្រកាសពីការចូលទៅកាន់ជាន់ទី19នៃ Black Tower បាន mission សម្រាប់ជាន់ទី19បានភ្លឺឡើងនៅចំពោះមុខពួកគេដោយតម្រូវឲ្យពួកគេកំទេច Goblin Shaman ចំនួន30នាក់ដែលល្បីខាងប្រើ debuff គួរឲ្យរំខាននៅពេលដែលពួកគេឈានជើងចូលទៅក្នុងសមរភូមិ Barbarian ដ៏ធំសម្បើមបានស្ទុះរត់ដំណងទៅកាន់ជួរមុខរបស់សត្រូវដោយគ្មានភាពរត់រែកសូម្បីតែបន្តិចថាមពលពណ៌ស្វាយដ៏អាក្រក់បានចាប់ផ្ដើមវិលជុំវិញពួក Shaman ខ
ខណៈដែលពួកគេរៀបចំបញ្ចេញបណ្ដាសាដ៏គួរឲ្យភ័យខ្លាចទៅលើអ្នកឈ្លានពានដែលកំពុងចូលមកដោយមិនតក់ស្លុតនឹងវេទមន្តងងឹតដែលកំពុងប្រមូលផ្ដុំនៅខាងមុខគេអ្នកប្រយុទ្ធដ៏ធំសម្បើមគ្រាន់តែដកដង្ហើមធំនិងមានធម៌ពលយ៉ាងជ្រាលជ្រៅជាមួយនឹងសម្លេងស្រែកកញ្ជ្រៀវយ៉ាងខ្លាំងក្លាគេបានបញ្ចេញ shock wave យ៉ាងខ្លាំងរហូតដល់វាទម្លុះខ្យល់និងកំទេចបណ្ដាសាដែលកំពុងចូលមកយ៉ាងខ្ទេចខ្ទីសមណវ័យក្មេងបានមើលពីចំហៀងដោយភាពកោតសរសើរយ៉ាងខ្លាំងដោយភ្ញាក់ផ្អើលថាមានអ្នកអាចផ្លុំវេទមន្តងងឹតចោលបានត្រឹមតែសម្លេងស្រែកតែប៉ុណ្ណោះដោយរំលឹកបកពួកដែលបានសមណបានអំពីផែនការសមណបានប្រាប់ពួកគេឲ្យប្រមូលផ្ដុំជានិមិត្តរូបនៃជន់នេះឲ្យលឿនបំផុតតាមដែលអាចធ្វើទៅបាន Barbarian បានងក់ក្បាលយល់នេះដោយស្នាមញញឹមដ៏គួរឲ្យភ័យខ្លាចរបស់គេបានធ្វើឲ្យច្បាស់ថាគេត្រៀមខ្លួនរួចជាស្រេចដើម្បីកំទេចអ្វីៗទាំងអស់ដែលនៅចំពោះមុខជាមួយនឹងផែនការដែលបានកំណត់បកពួកសមនដ៏មានអំណាចទាំងពីរបានស្ទុះទៅមុខជាមួយគ្នាដូចជាព្យុះសង្ឃរាដែលមិនអាចទប់ទល់បានពួកគេបានកំទេចជួរកងទ័ព Goblin យ៉ាងសាហាវដោយបន្សល់ទុកនៅស្លាកស្នាមនៃ Shaman ដែលត្រូវបានបរាជ័យនៅក្នុងគណៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះសមនវ័យក្មេងបានឈរយ៉ាងរឹងមាំជាមួយនឹងអាវុធនិងខែដែលលើកឡើងដោយត្រៀមខ្លួនជាស្រេចដើម្បីលោតចូលទៅក្នុងសមរភូមិនិងចូលរួមនៅក្នុងការប្រយុទ្ធប៉ុន្តែមុនពេលដែលគេអាចឈានជើងទៅមុខបានតែមួយជំហានផងការជូនដំណឹង system បានភ្លឺឡើងដើម្បីប្រកាសថា mission ត្រូវបាន clear រួចរាល់ហើយគេបានសម្លឹងមើលអេក្រង់ទាំងសពូនដោយភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះល្បឿនដ៏លឿនមិនគួរឲ្យជឿដែលសាមញ្ញរបស់គេបានដោះស្រាយជាន់ទាំងមូលបកពួករបស់គេបានងាកត្រឡប់មកវិញជាមួយនឹងស្នាមញញឹមដ៏ស្រស់ស្រាយនិងមានមោទនភាពចំពោះល្បឿនដ៏លើសលប់របស់ពួកគេដោយបន្សល់ទុកឲ្យ Summoner មានអារម្មណ៍ថាដូចជាត្រូវគេចាប់បន្តិចបន្តួច system បានផ្ដល់រង្វាន់ដល់ការសម្ដែងដ៏ល្អឥតខ្ចោះរបស់ពួកគេជាមួយនឹង clear rank S+ Thunderpie ដោយផ្ដល់ឲ្យពួកគេនៅ Platinum Badge ដ៏មានតម្លៃចំនួន4ជា bonus នៅថ្ងៃបន្ទាប់ពួកគេបានផ្លាស់ទៅកាន់ជាន់ទី20ដែលរងចាំជាយូរមកហើយដែលមានគេឈ្មោះថាមាន difficulty កើនឡើងយ៉ាងខ្លាំងក្លាបកពួករបស់គេបានព្រមានគេថាកន្លែងនេះគឺជាកន្លែងវាស់ស្ទង់សមត្ថភាពពិតប្រាកដដែលពោពេញទៅដោយ Goblin Assassin ដែលមានភាពស្ទាត់ជំនាញនិងស្ងប់ស្ងាត់គេបានបន្តពិពណ៌នាអំពី Hobgoblin ដ៏ធំសម្បើមដែលកំពុងដើរល្បាតនៅក្នុងតំបន់ដោយចេតនាព្យាយាមធ្វើឲ្យ Summoner វ័យក្មេងមានអារម្មណ៍តក់ស្លុតនៅពេលលើពីក្រុមសត្រូវដ៏គួរឲ្យភ័យខ្លាច Summoner បានជ្រួញចិញ្ចាមខណៈដែល Barbarian ដ៏ធំសម្បើមបានប្រកាសយ៉ាងជឿជាក់ថាគេនឹងដោះស្រាយការសម្លាប់ទាំងអស់នោះដោយខ្លួនឯងបន្ទាប់មក system បានបង្ហាញ mission ផ្លូវការដោយតម្រូវឲ្យពួកគេកំទេច Goblin ចំនួន100នាក់នៃប្រភេទណាក៏បានរួមជាមួយនឹង boss កម្រិត Hobgoblin ផងដែរកំណត់ពេលយ៉ាងតឹងរ៉ឹងចំនួន10ម៉ោងបានលេចឡើងនៅលើអេក្រង់ដោយបន្ថែមអារម្មណ៍ប្រញាប់ប្រញាល់យ៉ាងខ្លាំងចំពោះការសាកល្បងដ៏គ្រោះថ្នាក់ខាងមុខដែលបែរជាដើម្បីបង្ហាញពីតម្លៃខ្លួនឯងនៅពេលនេះ Summoner បានសម្រេចចិត្តផ្លាស់ទីក្នុងកំឡុងពេលបើកឆាកជំនួសឲ្យការឈរមើលតែម្យ៉ាងគេបានបញ្ជា Meatball ឲ្យតាក់ទាញ aggro ទាំងអស់ពីជួរមុខរបស់សត្រូវដើម្បីបង្កើត blind spot ដ៏ល្អឥតខ្ចោះសម្រាប់គេ Barbarian បានទះកណ្ដាប់ដៃចូលគ្នាជាមួយនឹងស្នាមញញឹមដ៏ព្រៃផ្សៃដោយអន្ទះសារចង់ធ្វើជាខែលដ៏រឹងមាំខណៈដែល Summoner ត្រៀមខ្លួនស្ទុះទៅមុខជំនួសឲ្យការលេងដោយសុវត្ថិភាពពីខាងក្រោយ Summoner វ័យក្មេងបានលោតចូលទៅក្នុងសមរភូមិដ៏វឹកវរដោយខ្លួនឯងយ៉ាងប្រថុយប្រថាន Meatball បានមើលដោយភាពមិនជឿភ្នែកខណៈដែលក្មេងប្រុសរូបនេះបានអនុវត្តផែនការដ៏ព្រៃផ្សៃរបស់គេដោយមិនខ្វល់ខ្វាយពីសុវត្ថិភាពផ្ទាល់ខ្លួនទាល់តែសោះមិត្តរួមដំណើររបស់គេបានត្រឹមតែស្រែកឡើងដោយភាពភ័យសន្ធោសន្ធៅខណៈដែល Player បងបានបោះខ្លួនឯងចូលទៅក្នុងមាត់ច្រកនៃគ្រោះថ្នាក់ដោយផ្ទាល់តាំងពីក្មេងមកខ្ញុំតែងតែមានបញ្ហាជាមួយចរិត introverted របស់ខ្ញុំដែលធ្វើឲ្យពិបាកក្នុងការចុះសម្រុងជាមួយអ្នកដទៃខ្លាំងណាស់ជំនួសឲ្យការទៅលេងជាមួយក្មេងៗដទៃទៀតខ្ញុំចូលចិត្តនៅក្នុងពិភពតូចមួយផ្ទាល់ខ្លួនហើយលេងម្នាក់ឯងយ៉ាងស្ងៀមស្ងាត់ប៉ុន្តែសូម្បីតែពេលនោះក៏តែងតែមានក្មេងៗកាច់ៗនឹងឡូឡាមកដណ្ដើមយករបស់ខ្ញុំដោយមិនស្ទាក់ស្ទើរទាល់តែសោះលុះដល់ពេលចូលរៀនបឋមសិក្សាបញ្ហា social anxiety របស់ខ្ញុំកាន់តែធ្ងន់ធ្ងរឡើងដែលធ្វើឲ្យខ្ញុំខ្លាចជាគោលដៅងាយស្រួលសម្រាប់គេធ្វើបាបលុះដល់អនុវិទ្យាល័យបញ្ហាហិរញ្ញវត្ថុក៏បានបន្ថែមលើទុកបុកម្នេញដែលមានស្រាប់ធ្វើឲ្យខ្ញុំខ្លាចជា loner ពេញទំហឹងដែលត្រូវបានមិត្តភ័ក្តិសើចចំអកជាប្រចាំវិទ្យាល័យក៏មិនខុសគ្នាដែរខ្ញុំចំណាយពេលម៉ោងសម្រាប់ញ៉ាំបាយថ្ងៃត្រង់ម្នាក់ឯងរហូតដោយកាត់ផ្ដាច់ខ្លួនឯងចេញពីពិភពខាងក្រៅទាំងស្រុងតែរស់នៅក្នុងជីវិតជា social outcast ពេញទំហឹងសូម្បីតែគំនិតចង់ផ្លាស់ប្ដូរឬតស៊ូដើម្បីខ្លួនឯងក៏ធ្វើឲ្យខ្ញុំភ័យខ្លាចដែរចំមិនដេចក៏មនុស្សដូចជាខ្ញុំស្រាប់តែមកនៅទីនេះហើយប្រយុទ្ធជាមួយបិសាច Tower ដ៏គួរឲ្យភ័យខ្លាចទៅវិញសម្រាប់មនុស្សប្រុសដែលសូម្បីតែប្រសពភ្នែកជាមួយពួកក្មេងទំនើងនៅសាលាក៏មិនហ៊ានផងនោះការចូលមកក្នុង Tower ដ៏អស្ចារ្យបែបនេះគឺជាអ្វីដែលខ្ញុំមិនដែលសូម្បីតែសម័យដល់ប៉ុន្តែចម្លែកត្រង់ថាខ្ញុំមិនមានអារម្មណ៍ភ័យខ្លាចបន្តិចណាសោះនៅទីនេះខុសពីទំនាក់ទំនងដ៏ស្មុគស្មាញនៅក្នុងពិភពពិតពួកបិសាចទាំងនេះគឺមិនខុសពីមុបក្នុងហ្គេមធម្មតានោះទេអ្វីដែលខ្ញុំត្រូវធ្វើគឺគ្រាន់តែវាយកំទេចពួកវារួចយក reward ប៉ុណ្ណោះប៉ុន្តែនៅឯសមរភូមិប៉ាពួករបស់ខ្ញុំកំពុងស្រែកច្បោកច្បល់ដោយភាពភ័យខ្លាចទៅវិញវង Goblin ដ៏ខូខើកំពុងស្ទុះរត់មកមុខទាំងលើកអាវុធឡើងរួចស្រែកហៅលេយ៉ាងស្រែកឃ្លានឈាមមុនពេលដែលពួកបិសាចអាចចូលមកជិត Dagger ដ៏ស្រួយស្រាវបានហោះកាត់ខ្យល់ចាក់ស្រោចស្រពជួរមុខយ៉ាងច្បាស់លាស់និងសាហាវបំផុតពន្លឺធម្មពលពណ៌ខៀវដ៏រន្ធត់បានផ្ទុះឡើងចេញពីដីដោយបោះសម្អាតពួកបិសាចដែលកំពុងចូលមកជិតត្រឹមតែមួយរំពេចដោយផ្លាស់ទីក្នុងល្បឿនដ៏លឿនមិនគួរឲ្យជឿខ្ញុំបានរអិលខ្លួនផុតពីសត្រូវរួចវាយប្រហារ Goblin មួយក្បាលពីក្រោយខ្នងទាំងវាចាត់ការមិនទាន់ Goblin នោះសើតែគ្មានពេលតបផងក៏ត្រូវបានគេកាប់ផ្ដួលទៅហើយដោយមិនអាចតាមទាន់ល្បឿននៃការវាយប្រហារដ៏សន្ធប់នេះបានឡើយ
ពលឺពណ៌ខៀវបានកាត់ឆ្លងកាត់សមរភូមិខណៈដែលខ្ញុំផ្លាស់ទីកាត់ជួរកងទ័ពសត្រូវដោយបន្សល់ទុកនៅសាកសពបិសាចដែលត្រូវបរាជ័យពេញផ្លូវដោយឃើញលបឿននិងភាពច្បាស់លាស់នៃការផ្លាស់ទីបកពួករបស់ខ្ញុំបានមើលមកដោយភាពកោតសរសើរស្ទើរតែមិនជឿភ្នែកពី level នៃជំនាញដែលបានបង្ហាញគេបានស្រែកប្រាប់ការព្រមានទៅកាន់ Summoner ដោយដឹងថាសូម្បីតែមាន power ខ្លាំងបែបនេះក៏ដោយក៏ចំនួននៃការវាយប្រហារដែលចូលមកចានសន្ធឹកសន្ធាប់បែបនេះគឺពិតជាគ្រោះថ្នាក់ណាស់ការបាញ់ប្រហារយ៉ាងសន្ធាប់បានធ្លាក់ចុះមកលើពួកយើងទាំងបន្លឺសម្លេងយ៉ាងខ្លាំងប៉ះនឹង defense របស់ពួកយើងខណៈពេលដែលពួកយើងត្រៀមខ្លួនទប់ទល់សំណាងល្អ energy barrier របស់ខ្ញុំនៅតែរឹងមាំដោយស្រូបយកការវាយប្រហារយ៉ាងខ្លាំងនិងការពារខ្ញុំមិនឲ្យខ្លាចជាស៊ីបបាញ់ឡើយទោះជាយ៉ាងណាក៏ដោយនៅពេលសម្លឹងមើលភាពវឹកវរជំវិញខ្លួនខ្ញុំមិនអាចទប់អារម្មណ៍តក់ស្លុតបានឡើយដោយឆ្ងល់ថាតើខ្ញុំលេងជុលដៃបន្តិចហើយឬនៅជិតនោះមិត្តរួមដំណើរម្នាក់ទៀតបានស្រែកឡើងដោយភាពភ័យខ្លាចខណៈដែលកងទ័ព Goblin កំពុងវាយបំបាយចូលមករួចស្រែកសុំជំនួយយ៉ាងអន្ទះសារដោយប្រតិកម្មយ៉ាងរហ័សខ្ញុំបានហៅទៅកាន់ Summoner ដោយបញ្ជាឲ្យអ្នករាល់គ្នាដកថយហើយតម្រង់ជួរទៅកាន់ជ្រោះដើម្បីប្រមូលផ្ដុំកម្លាំងឡើងវិញសមនដ៏ធំនិងមាន power ខ្លាំងក្លាបានឈានជើងឡើងមកដល់មុខដើម្បីត្រៀមឈៀលការពារពួកយើងខណៈដែលពួកយើងកំពុងប្រញាប់ប្រញាល់រត់គេចខ្លួនទៅកាន់សុវត្ថិភាព Summoner បានរុញច្រានទៅមុខដោយភាពមុតមាំបំផុតដោយដាស់តឿនក្រុមដែលនៅសល់ឲ្យបន្តផ្លាស់ទីសម្ដៅទៅកាន់ជួរជ្រោះពេលទៅដល់គែមជ្រោះខ្ញុំបានសម្លឹងមើលជុំវិញខ្លួនដោយភាពព្រួយបារម្ភដោយសារតែអស់ stamina ហើយដឹងថាគ្មានអ្វីនៅទីនេះក្រៅពីជ្រោះជ្រៅនោះទេនៅពេលដែលក្នុងទល់នឹងជញ្ជាំងភាពភ័យប៉ានិកបានចាប់ផ្ដើមគ្របដណ្ដប់ខណៈដែលខ្ញុំខិតខំស្វែងរកផ្លូវចេញពីស្ថានភាពដ៏គ្រោះថ្នាក់នេះយ៉ាងអន្ទះសារភ្លាមនោះ Golem Summon ដ៏ធំសម្បើមបានឈានជើងទៅមុខរួចលើកកណ្ដាប់ដៃដ៏ធំដើម្បីរាំងខ្ទប់កងទ័ពដែលកំពុងបុកចូលមករូបរាងដ៏ខ្ពស់ស្កឹមស្កៃបានឈរនៅចន្លោះពួកយើងនិងពួកបិសាចដោយស្រូបយកការចាប់អារម្មណ៍ទាំងស្រុងពីជួរមុខរបស់សត្រូវជាមួយនឹងសម្លេងផ្ទុះយ៉ាងខ្លាំងការវាយប្រហារដ៏ធំសម្បើមបានសម្ពងចុះពីលើដោយធ្វើឲ្យដីបែកបាក់និងខ្ចាត់ខ្ចាយពួក Goblin ចេញទៅគ្រប់ទិសទីខ្ញុំបានសរសើរ Summon ចំពោះការធ្វើបានយ៉ាងល្អខណៈដែលពួកយើងអាចទប់ជើងកងទ័ពសត្រូវឲ្យនៅមួយកន្លែងបានដោយជោគជ័យនៅលើកំពូលភ្នំខ្ពស់ពួក Goblin Shaman បានចាប់ផ្ដើមសូត្រធ្មន់សាយវេទមន្តងងឹតរបស់ពួកគេដោយបញ្ចេញថាមពលប្រកបដោយប្រភ្នូលអាក្រក់ពេញសមរភូមិដោយដឹងថាពួកគេគឺជាការគំរាមកំហែងធំបំផុតដែលនៅសេសសល់ខ្ញុំបានតម្រង់ទិសដៅផ្ទាល់ទៅកាន់ពួកគ្រូមន្តអាគមដែលឈរជម្រាបគ្នានៅលើគែមជ្រោះខាងលើប្រសិនបើខ្ញុំអាចកំទេចពួក Shaman នៅលើជ្រោះបានសមរភូមិដ៏វឹកវរនេះនឹងត្រូវបញ្ចប់ជាស្ថាពរសម្លឹងមើលជុំវិញខ្លួនក្នុងចំណោមធូលីដីដែលកំពុងហុយទ្រលំវាហាក់ដូចជាពួកយើងបានបបបាញ់កំទេច Mobs ធម្មតាចិត្តអស់ទាំង100ផ្លូវទៅហើយដោយឈរទទួលបានជ័យជំនះនៅលើកំពូលភ្នំមិត្តរួមដំណើររបស់ខ្ញុំបានមើលសាកសពសត្រូវដែលនៅសេសសល់ចុងក្រោយដួលរលំដោយមានអារម្មណ៍ធូរស្រាលដែលផែនការនេះដំណើរការយ៉ាងល្អឥតខ្ចោះខ្ញុំបានញញឹមដោយភាពធូរស្រាលទាំងគិតថាផ្នែកដែលលំបាកបំផុតនៃជាន់នេះត្រូវបានឆ្លងផុតជាស្ថាពរហើយភ្លាមនោះការរំញ័រប្រកបដោយប្រភ្នូលអាក្រក់បានរំជួយដីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលនិងចាត់ការមិនទាន់ទាល់តែសោះសំឡេងស្រែកកញ្ជ្រៀវដ៏ធំសម្បើមបានលាន់រំពងពេញច្រកភ្នំដែលលើខ្លាំងរហូតដល់ធ្វើឲ្យដីដែលរឹងមាំបំផុតរញ័រនៅក្រោមជើងរបស់ពួកយើងអាការលិចមុខចេញពីស្រមោលងងឹតគឺជាសត្វបិសាចដ៏ខ្ពស់ស្កឹមស្កៃនិងប្រដាប់ដោយអាវុធធ្ងន់ដែលជា stage ការវិវត្តចុងក្រោយនៃអំបូរជាតិបិសាចគឺ Hobgoblin សត្វបិសាចដ៏ធំសម្បើមបានឈានជើងមកមុខដោយជំហានធ្ងន់និងប្រុងប្រយ័ត្នដោយបញ្ចេញសម្ពាធដែលមាន level ខុសប្លែកស្រឡះពីបិសាចដទៃទៀតនៅខាងលើពួកយើងប៉ពួករបស់ពួកយើងបានបញ្ចេញថាមពលយ៉ាងខ្លាំងរួចស្រែកហៅ Golem ឲ្យចូលទៅគ្រប់គ្រងស្ថានភាព Hobgoblin បានបញ្ចេញសម្លេងស្រែកប្រយុទ្ធយ៉ាងថ្លង់ត្រចៀកដោយមិនតក់ស្លុតនឹងវត្តមានរបស់ពួកយើងទាល់តែសោះខណៈដែលវារៀបចំខ្លួនមកកំទេចពួកយើង Golem Summon បានស្ទុះរត់ទៅមុខរួចដកកណ្ដាប់ដៃដ៏មានថាមពលវាចំផ្ទៃមុខរបស់ Boss Monster ពេញទំហឹងប៉ុន្តែ Hobgoblin បានប្រតិកម្មភ្លាមដោយចាប់កណ្ដាប់ដៃថ្មដ៏ធំសម្បើមនោះដោយដៃទទេរបស់វាដោយឃើញឱកាសល្អប៉ពួករបស់ពួកយើងបានស្ទុះចុះត្រង់ពីលើមេឃក្នុងល្បឿនដ៏លឿនមិនគួរឲ្យជឿដោយតម្រង់ទៅវាយប្រហារខណៈដែល Boss កំពុងតែរវល់ដៃជាមួយនឹងការវាយប្រហារដោយកាន់អាវុធពីរយ៉ាងច្បាស់លាស់គេបានចាប់បញ្ចូលមុខកំបិតយ៉ាងជ្រៅទៅក្នុង defense របស់បិសាចស្នាមកាប់ឆ្វែងស្ដាំដ៏ភ្លឺច្បាស់បានកាត់ឆ្លងកាត់ខ្យល់ដោយផ្ដល់នូវការវាយប្រហារចុងក្រោយយ៉ាងដាច់ស្រេចដើម្បីបញ្ចប់ floor boss ម្ដងនឹងរហូតតទៅផ្ទាំង system បង្អួចពណ៌ខៀវជាច្រើនបានលេចឡើងនៅចំពោះមុខខ្ញុំដោយប្រកាសថា Goblin ទាំង100និង Hobgoblin ត្រូវបាន clear ដោយជោគជ័យហើយ level របស់ខ្ញុំបានកើនឡើងភ្លាមហើយ Tower បានផ្ដល់ Mana Stone ជាច្រើននិង Healing Potion ពិសេសជា reward ដល់ខ្ញុំមិត្តរួមដំណើររបស់ខ្ញុំបានសោកយ៉ាងសប្បាយរួចភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះភាពងាយស្រួលដែលពួកយើងបានផ្ដួល Boss Mob ដោយស្នើថាចាប់ពីពេលនេះតទៅវាប្រហែលជាប្រសើរជាងប្រសិនបើបណ្ដោយឲ្យការងារធ្ងន់ទាំងអស់ទៅលើ Summon ដ៏ខ្លាំងក្លារបស់ខ្ញុំបានងាកទៅរក Summon ដ៏ស្មោះ